តែម្នាក់នេះមិនមែនជាឈិនឆាងអានទេអ្នកទាំងអស់គ្នាចាប់មកមើលបានបាត់ខ្លួនកាលពី1ឆ្នាំមុនរកូឈិនមានភាពវឹកវរយ៉ាងខ្លាំងគ្នាស្មានថាគេស្លាប់បាត់ទៅហើយហើយអ្វីបានជាគេលេចមុខមកវិញអញ្ចឹងខ្ញុំឈ្មោះឈិនឆាងអានជាកម្ពុជាទេពកោសល្យកាលពី1ឆ្នាំមុនជាកម្ពុជាអ្នកខ្លាំងកម្រិតធានគូអាយុ20ឆ្នាំថែមទាំងត្រូវបានម្ចាស់នគរតាជ័យយកឈ្មោះទីក្រុងឆាងអានដែលមានពាក្យឆាងអានពីម៉ាត់នេះមកដាក់ឈ្មោះឲ្យក្នុងពេលនោះខ្ញុំមានកិត្តិយសខ្ពង់ខ្ពស់បំផុតគ្រប់ដណ្ដប់លើកម្ពុជាទេពកោសល្យវ័យក្មេងទូទាំងគោថែមទាំងមានគូដណ្ដឹងតែស្រឡាញ់នឹងតែងតែនៅក្បែរខ្ញុំឈ្មោះគូឈីងឈឹងក្រោយមកខ្ញុំត្រូវបានគេដកយកសរសៃឈាមហើយរុញទម្លាក់ចូលសាំងមកយានចង្កៀងប្រលឹងជីវិតរបស់ខ្ញុំក៏បានរលត់ទៅមនុស្សគ្រប់គ្នាបានគិតថាខ្ញុំស្លាប់បាត់ទៅហើយនឹកស្មានមិនដល់សោះថាថ្ងៃនេះបែរជាអាចត្រឡប់មកវិញនោះមិនមែនជាឈិនឆាងអានទេតើគេមិនមែនស្លាប់បាត់ទៅហើយទេឆាងអានលោកនៅមិនទាន់ស្លាប់ទេវាយ៉ាងម៉េចទៅវិញគេលែងមានក្បាច់គុណទៀតហើយខ្ញុំមិនទាន់ស្លាប់ទេនាងប្រកាសជាខកចិត្តខ្លាំងហើយលោកកុំមករកខ្ញុំទៀតអីពួកយើងទាំងពីរលែងអាចទៅរួចទៀតហើយជីនេះមិនមែនជាកម្ពុជាទេកាលពី1ឆ្នាំមុនទេពេលនេះបែរជាខ្លាយទៅជាមនុស្សគ្មានបានការទៅវិញពិតជាគួរឲ្យសោកស្ដាយណាស់ជីងឆឹងរបស់យើងពេលនេះគឺមានក្បាច់គុណកម្រិតទីអូជាន់ទី1ទៅហើយឯងមិនស័ក្តិសមនឹងនាងទៀតទេឈិនឆាងអានលោកកុំមករំខានខ្ញុំទៀតអីចំណែកឯកិច្ចសន្យាអាពាហ៍ពិពាហ៍របស់យើងគឺគួរតែត្រូវបញ្ចប់កាលពី1ឆ្នាំមុននៅពេលដែលចង្កៀងប្រលឹងជីវិតរបស់លោកបានទៅបាត់នោះឯងពេលនេះលោកត្រឡប់មកវិញហើយអញ្ចឹងរកឱកាសដាច់ពាក្យទៅចុះឈប់សិនយ៉ាងម៉េចលោកនៅចង់ខាត់ខ្ញុំទៀតមែនទេលោកកាត់ចិត្តទៅជីងឆឹងនាពេលនេះគឺជាមនុស្សស្រីដែលឈោងតង់ដល់ទៀតឡើយមិននឹកស្មានសោះថាគូឈីងឆឹងមួយនេះបែរជាដាច់មេត្តាយ៉ាងនេះសោះសូម្បីតែនិយាយពាក្យពីរបីម៉ាត់ក៏មិននិយាយជាមួយនាងក្មេងចិនដែរនេះឯងមិនដឹងទេនិយាយថាគូឈីងឆឹងម្នាក់នេះត្រូវបានមេគ្រួសារវ័យក្មេងនៃត្រកូលធំទាំង4បាត់ទៅហើយមានបង្អែកខ្ពស់ហើយធម្មតាតែងតែជ្រើសរើសអ្នកដែលខ្ពង់ខ្ពស់ជាងកាលពីមុននាងក្មេងឈិនម្នាក់នេះគឺតែងតែធ្វើតាមចិត្តគូឈីងឆឹងគ្រប់យ៉ាងថ្នាំទឹកគ្រាប់ថ្នាំទឹកថ្មវិញ្ញាណអាវុធសុទ្ធតែផ្ដល់ឲ្យនាងទាំងអស់ដើម្បីឲ្យនាងអាចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងសាលាកុំប្រាប់ណាថានេះគឺជាពាក្យចាមអារាមដែលគេនិយាយពេលឡើងដល់ត្រើយត្រូវសម្រាប់មនុស្សជាទីស្រឡាញ់ចោលមុនគេនោះមនុស្សប្រុសដែលគ្មានសមត្ថភាពមិនស្មើនឹងលីមកផងគ្មានតម្លៃសំបីតែបន្តិចមិនស័ក្តិសមខ្ញុំយកមកប្រើប្រាស់ឡើយនាងនិយាយថាចង់ផ្ដាច់ពាក្យមែនទេ3ថ្ងៃទៀតខ្ញុំនឹងទៅដល់ផ្ទះដើម្បីផ្ដាច់ពាក្យដោយផ្ទាល់លោកនិយាយថាម៉េចខ្ញុំទើបតែត្រឡប់មកវិញក៏មករកនាងមិនមែនដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ទេគឺដើម្បីមកយកចិញ្ចៀនឱកាសមួយវងតែខ្ញុំធ្លាប់ឲ្យនាងកាលពីមុនមកវិញពិតណាស់បើផ្ដាច់ពាក្យទៅហើយអញ្ចឹងរបស់មានតម្លៃតែខ្ញុំបានឲ្យនាងកាលពីមុនក្នុងគោលបំណងរៀបការនោះរួមទាំងដាវស្វីជីកម្រិតធាននោះផងអាវស្វីលីងកម្រិតទីកងដៃត្បូងឈៀនខុនខ្សែពីងហ៊ុនធីនស៊ីនព្រមទាំងថ្មវិញ្ញាណ3លានតែខ្ញុំបានឲ្យទៅឪពុកនាងទុកជាថ្លៃបណ្ណាការសម្រាប់ការរៀបការនេះផងដែរ3ថ្ងៃទៀតខ្ញុំនឹងទៅដល់ផ្ទះដោយផ្ទាល់សង្ឃឹមថាឪពុករបស់នាងអាចប្រគល់មកវិញទាំងអស់ចុះដំបូងគឺយករបស់មានតម្លៃនៅលើខ្លួននាងរួមទាំងចិញ្ចៀនឱកាសតែម្ដាយរបស់ខ្ញុំបានឲ្យមកខ្ញុំនោះប្រគល់មកវិញសិនមកឈិនឆាងអានលោកមានន័យថាម៉េចលោកនៅជាមនុស្សប្រុសដែរឬទេរបស់ដែលឲ្យគេទៅហើយមិនក៏មានហេតុផលដែលត្រូវទារមកវិញទៅរួចលោកពិតជាអន់មែនពិតមកទៅរឿងនេះមិនពាក់ព័ន្ធនឹងនាងទេបើហ៊ាននិយាយមួយម៉ាត់ទៀតខ្ញុំនឹងវាយមាត់នាងឲ្យតិចបើហ៊ាននិយាយមួយម៉ាត់ទៀតខ្ញុំនឹងវាយមាត់នាងឲ្យតិចពេលនេះគេគ្រាន់តែជាមនុស្សគ្មានបានការតែប៉ុណ្ណោះហេតុអ្វីខ្ញុំត្រូវខ្លាចគេទៀតឈិនឆាងអានលោកកុំអត់ខ្មាស់ពេកបានទេរបស់ដែលលោកឲ្យខ្ញុំហើយលោកនៅចង់យកទៅវិញទៀតកាលពីមុនលោកប្រាប់ខ្ញុំថាមិនខ្លះលោកថានឹងស្រឡាញ់ខ្ញុំមួយជីវិតលោកថានឹងការពារខ្ញុំមិនធ្វើឲ្យខ្ញុំពិបាកចិត្តមិនឲ្យខ្ញុំទទួលរងការជិះចាប់សំបីតែបន្តិចចុះពេលនេះលោកកំពុងតែធ្វើអីហ្នឹងលោកមិនមែនចង់ប្រាប់ថាមិនចង់មានទំនាក់ទំនងអ្វីជាមួយខ្ញុំទេរបស់ទាំងនោះគឺជារបស់ខ្ញុំទាំងអស់នៅលើនោះមាននិមិត្តសញ្ញារបស់ត្រកូលឈិនខ្ញុំមិនមែនមកពិភាក្សាជាមួយនាងទេក៏មិនមែនមកនិយាយលេងសើចជាមួយនាងដែរ3ថ្ងៃទៀតបើនាងមិនសងទេត្រកូលគូរបស់នាងគឺជាស្ត្រូវស៊ូស្លាប់របស់ត្រកូលឈិនខ្ញុំបើមិនស្លាប់មិនឈប់ឡើយព្រះអើយ
នេះនៅតែជាមេគ្រូសាវ័យក្មេងដែលនិយាយជាមួយគូឈីងឆឹងសូម្បីតែបញ្ចេញសម្លេងខ្លាំងក៏ខ្លាចធ្វើឲ្យនាងភ័យតបប្រកូលឈិនមួយឆ្នាំមុនបើគិតចង់ផ្ដាច់ពាក្យទៅហើយការប្រកូលកាដូត្រឡប់មកវិញក៏ជារឿងសំហែកសំផដែរគូឈីងឆឹងមួយនេះគិតតែពីចង់បានមិនចង់បាត់បង់សោះនាងបានមុខមកពីណាទៅឈិនឆាងអានពេលនេះលោកលែងមានក្បាច់គុណទៀតហើយខ្លាចតែលោកសំបីតែការពារខ្លួនឯងក៏មិនរួចផងយ៉ាងម៉េចលោកនៅតែគិតថាលោកគឺជាមេគ្រូសាវ័យក្មេងនៃត្រកូលឈិនទៀតមែនទេលោកគិតថាលោកនៅអាចតំណាងឲ្យត្រកូលឈិនបានទៀតឬពិតជារឿងគួរឲ្យអស់សំណើចមែនគួរហេតុពេកហើយសម្ដីរបស់មេគ្រូសាវ័យក្មេងគឺជាជំហររបស់ត្រកូលឈិនយើងគោរពមេគ្រូសាវ័យក្មេងគោរពលោកម្ចាស់ទី9គោរពលោកម្ចាស់ទី9ដឹងស្រាប់ហើយថាឯងមិនងាយស្លាប់ទេឥឡូវឯងត្រឡប់មកវិញហើយអេនាងក្រមុំបើនាងចង់ផ្ដាច់ពាក្យជាមួយមេគ្រូសាវ័យក្មេងយើងទៅហើយក៏គួរតែប្រកូលរបស់មានតម្លៃទាំងអស់តែគេបានឲ្យនាងមកវិញដែរនេះក៏ជាជំហររបស់លោកម្ចាស់ទី9យើងនេះដែរណែអញមើលស្អីមានរឿងអីមិនសុខចិត្តមែនទេជាចាស់ទុំដកដងឧត្តមរបស់ត្រកូលឈិនសោះជាអ្នកខ្លាំងកម្រិតធានម្នាក់សោះចេះតែពីរឿងរំលោភបំពានក្មេងស្រីលោកគ្រូអ្នកម្ដាយអូយមិនចង់បាត់បង់គិតតែពីចង់បានតាមពិតគឺមានអ្នកនៅពីក្រោយខ្នងសោះពិតជាធ្វើឲ្យលោកម្ចាស់ទី9នេះធំមើលហើយមាត់ឯងចេះនិយាយឲ្យស្រួលបួលបន្តិចទៅយាយចាស់រឿងនេះមិនមានពាក់ព័ន្ធនឹងឯងទេយើងគ្រាន់តែចង់សួរនាងមួយម៉ាត់ទេថាតើនាងសងឬមិនសងបើមិនសងទេយើងនឹងដឹកនាំមនុស្សរបស់ត្រកូលឈិនទៅធ្វើសង្គ្រាមជាមួយត្រកូលគូរបស់ពួកឯងហើយពិតជាមិននឹកស្មានសោះស្រីស្អាតលេខ1ប្រចាំគោតាជើនេះបែរជាមុខក្រាស់យ៉ាងនេះសោះចង់ផ្ដាច់ពាក្យជាមួយគេទៅហើយតែមិនចង់សងកាដូគេត្រឡប់មកវិញនាងនឹងហើយស្អប់ខ្ពើមនេះក្មេងឈិនដែលគ្មានក្បាច់គុណហើយក៏ចង់ទៅតាក់ទងជាមួយមេគ្រូសាវ័យក្មេងនៅទឹកដីពិសិដ្ឋទាំងមិនចង់សងកាដូគេទៀតនេះជាចិត្តគំនិតអីទៅពិតជាគួរឲ្យខ្ពើមណាស់បើជាការពី1ឆ្នាំមុនឈិនឆាងអានច្បាស់ជាមកអង្វរខ្ញុំមិនឲ្យខ្ញុំចាក់ចេញឡើយជាងនេះទៅទៀតប្រកាសជាឲ្យកាដូបន្ថែមមិនឈប់ដើម្បីឲ្យខ្ញុំសប្បាយចិត្តទៀតផងមិននឹកស្មានសោះថាគេប្រែប្រួលហើយហ៎មនុស្សប្រុសពិតជាគ្មានអ្នកណាល្អមែនលោកក៏ផ្លាស់ប្ដូរចិត្តលឿនដែរធ្លាប់និយាយល្អជាមួយខ្ញុំយ៉ាងនេះពេលនេះបែរជាធ្វើដាក់ខ្ញុំបែបនេះទៅវិញព្រះអើយអ្នកទាំងអស់គ្នាឃើញទេនាងនៅធ្វើខ្លួនដូចជាអ្នករងគ្រោះទៀតពិតជាពូកែសម្ដែងអ្នកមិនដឹងច្បាស់ជាគិតថានេះក្មេងជារបៀបរំលោភបំពាននាងហើយក៏បានសងរបស់មានតម្លៃទាំងអស់គេវិញទៅបានហើយរឿងសាមញ្ញសោះនឹងត្រូវហើយពិតជាចង់បានមុខមាត់ផងចង់បានរបស់គេផងមែនឈិនឆាងអានខ្ញុំឲ្យលោកទាំងអស់ហើយលើកនេះបានហើយមែនទេឈិនឆាងអានលោកមានន័យថាម៉េចនៅចំពោះមុខមនុស្សច្រើនយ៉ាងនេះដោះអាវមានតម្លៃរបស់ខ្ញុំចេញមែនទេ3ថ្ងៃទៀតប្រាប់ឪពុកនាងឲ្យរៀបចំធំវិញ្ញាណឲ្យទៅខ្ញុំនឹងទៅដល់ផ្ទះដើម្បីផ្ដាច់ពាក្យដោយផ្ទាល់តោះទៅលោកម្ចាស់ទី9និយាយហើយយាយចាស់បំបីគ្នាទៅពិតមែនមនុស្សប្រុសពិតជាចេះប្រែប្រួលមែនកាលពីមុនគេដាច់ខាតមិននិយាយជាមួយខ្ញុំបែបនេះឡើយឈិនឆាងអានគេមិនមែនជាមនុស្សទេឈីងឆឹងមេគ្រូសាវ័យក្មេងនៃត្រកូលជុននៅទឹកដីពិសិដ្ឋជុនអូជៀនទើបជាគូស្រករដ៏ស័ក្តិសមរបស់ឯងម្យ៉ាងទៀតជុនអូជៀនគឺជាអ្នកស្ម័គ្រចិត្តវាល្អជាងរបស់ដែលឈិនឆាងអានឲ្យទៅទៀតឈីងឆឹងពួកយើងទៅរកមេគ្រូសាវ័យក្មេងត្រកូលជុនចេញមុខដោះស្រាយឲ្យពួកយើងចាំតែខ្ញុំរៀបការជាមួយនេះក្មេងជុនហើយកុំថាឡើយត្រឹមឈិនឆាងអានមួយនោះសូម្បីតែត្រកូលឈិនទាំងមូលក៏ត្រូវខ្ញុំជន់ឈ្លីនៅក្រោមបាតជើងដែរសាវសិនកនកាលពី1ឆ្នាំមុនខ្ញុំត្រូវបានគេលួចវាយប្រហារហើយត្រូវគេបោះចូលទៅក្នុងសាំងម៉ូយា
ក្រោយពីរួចផុតពីសេចក្តីស្លាប់ក៏ត្រូវបានប្រលឹងបិសាចដល់ចម្លែកតាមយីទៀតក៏ត្រូវដេកចូលទៅក្នុងមជ្ឈលំហិនមួយដើម្បីគេចខ្លួនមិននឹកស្មានសោះថានៅខាងក្នុងនោះមានលាក់បាំងនៅចាក់វាលទាំងមូលខ្ញុំរស់នៅក្នុងនោះអស់រយៈពេល100ឆ្នាំក្រោយពេលចេញមកវិញនៅខាងក្រៅទើបតែកន្លងផុតទៅបាន1ឆ្នាំប៉ុណ្ណោះលោកតាចាស់មឈូសលោកតាកុំកុហកខ្ញុំអីនៅក្នុងរយៈពេល100ឆ្នាំនេះលោកតាចាស់មឈូសនេះបានបំបែករាងកាយរបស់ឯងបំផ្លាញក្បាច់គុណចោលរួចប្រើប្រាស់ធម្មពលចលាចលដើម្បីបង្កើតរាងកាយរបស់ឯងឡើងវិញក្រហមខ្មៅគឺជាចំណុចធម្មពលរបស់ឯងកាយរាប់សិបលានខ្លាយជាសរសៃឈាមនិងឆ្អឹងរបស់ឯងរាងកាយជាទេពបង្កើតលោកមួយនេះឥឡូវឯងកុំធ្វើជាមិនពេញចិត្តអីមឈូសសាងសិនអាចលេបត្របាក់សមុទ្រទាំង4មឈូសបង្ក្រាបទីទាំង8ខាងក្នុងបង្កើតបានជាចវាអាចរំលាយសពសត្វដឹកបំផ្លាញកាលវេលាចម្រាញ់ឋានសួគ៌ឥឡូវឯងថយក្រោយសិនទៅឡើង20កម្រិតជាប់គ្នាពិតជាមិនគួរឲ្យជឿសោះត្រឹមតែកម្រិតស្វៀនអ៊ូសោះក៏ធ្វើឲ្យឯងសប្បាយចិត្តដល់ថ្នាក់នេះទៅហើយពិតជាអាល្អិតដែលមិនដឹងអីមែនឲ្យតែឯងដាក់ចូលមកឲ្យបានច្រើននៅវត្ថុមានតម្លៃទាំងឡាយខ្ញុំនឹងបំផ្លាញធម៌ពលរបស់ពួកវាផ្ដល់ឲ្យឯងទាំងអស់លោកតាចាស់មឈូសតែហេតុអ្វីបានជាលោកជ្រើសរើសខ្ញុំតាលោកចង់បានអ្វីពីខ្ញុំឲ្យពិតប្រាកដក្នុងចំណោមមឈូសរាប់សិបលានឯងអាចដេកចូលមកក្នុងរង្វង់ដៃរបស់តាចាស់នេះបាននេះប្រហែលជាព្រំលិខិតហើយបានហើយអាល្អិតខិតខំវឹកហាត់ក្បាច់គុណទៅឆាងអានទីបំផុតត្រឡប់មកវិញហើយហាហាហានេះគឺជាគ្រូកម្មរបស់គេហើយក៏ជាវាសនារបស់គេដែរមែនហើយលោកម្ចាស់ពេលថ្ងៃទៀតមេគ្រូសាវ័យក្មេងនឹងទៅផ្ដាច់ពាក្យនៅផ្ទះត្រកូលគូមេគ្រូសាវ័យក្មេងថាម៉េចក៏ធ្វើតាមនឹងទៅមេគ្រូសាវ័យក្មេងកាន់តែដឹងក្តីជាងមុនហើយដឹងថាត្រកូលឈិនយើងកំពុងមានការលំបាកពេលត្រឡប់មកវិញភ្លាមក៏ទៅទីរយកធនធានពីត្រកូលគូមកវិញមិនអន់ទេប៉ុន្តែពួកយើងនៅតែត្រូវធ្វើពុតជាជួបការលំបាកបន្តិចសិនដើម្បីឲ្យគេដឹងពីការលំបាកហើយអាចខិតខំមកស៊ូមិនអាចបណ្ដោយឲ្យគេខ្លាចជាកូនអ្នកមានដែលចេះតែដើរលេងបានទេចាប់ពីថ្ងៃនេះទៅបើមានអ្នកណាហ៊ានលួចចាក់ពីក្រោយខ្នងឬក៏យកភាពជាមនុស្សចាស់មកសង្កត់សង្កិនក្មេងមករករឿងមេគ្រូសាវ័យក្មេងយើងទៀតយើងនឹងសម្លាប់មិនឲ្យសល់ឡើយបាទឈីងឆឹងអូនកុំបារម្ភអី3ថ្ងៃទៀតប្រសិនបើចិនឆាងអាននោះហ៊ានមកបងច្បាស់ជាធ្វើឲ្យគេលុតជង្គង់នៅលើដីហើយក្រាបសំពះសុំទោសអូនមិនខានអាយ៉ាហាហាហាឈីងឆឹងអើយឯងស្ដាប់បានច្បាស់ហើយមែនទេលើកនេះសំណាងហើយតែនេះក្មេងជន់ព្រមចេញមកជួយបើមិនអញ្ចឹងទេពួកយើងប្រកាសជាត្រូវត្រកូលឈិននោះរំលោភបំពានមិនខានលឿនឡើងឆាប់អរគុណនេះក្មេងជន់ទៅអរគុណលោកម្ចាស់ជន់គុណបំណាច់ដ៏ធំធេងរបស់លោកម្ចាស់ជន់នាងខ្ញុំមិនអាចបំភ្លេចបានឡើយមិនបាច់គូសំទេរឿងរបស់អូនគឺជារឿងរបស់បងរំលោភបំពានលើអូនគឺដូចជារំលោភបំពានមកលើបងដូចគ្នាចិនឆាងអានមាននេះក្មេងជន់នៅក្បែរខ្ញុំហើយចាំមើលថា3ថ្ងៃទៀតលោកនៅអាចសាច់ចេញទៀតរត់នៃឯងថាមិនចម្លែកទេហេតុអ្វីយើងមិនអាចដឹងពីដង្ហើមរបស់អាល្អិតនេះសោះអញ្ចឹងឯងគិតថាតើអាចទេដែលថាគេមិននៅក្នុងបន្ទប់មិនអាចទេពេលថ្ងៃនេះឆាងអានមិនដែលចេញមកក្រៅសោះគេក៏បានផ្ដាំដែរថាមិនឲ្យពួកយើងទៅរំខានគេទេឯងគិតថាគេអាចមានកាច់រឿងអ្វីអត់មិនបានទេយើងចាំលេងបានហើយយើងត្រូវចូលទៅរកគេមើលសិន
មានរឿងអីហ្នឹងបិសាចអាក្រក់សរសៃឈាមអាល្អិតពេលនេះឯងទទួលបានការស្នងមរតកពីទេពបិសាចអាក្រក់ហើយមិនអន់ទេមិនអន់ទេអរគុណលោកតាចាស់មឈូសគោរពលោកម្ចាស់ធំលោកម្ចាស់ទី9ឆាងអានអាល្អិតអាក្រក់ឯងអាចស្ដារក្បាច់គុណឡើងវិញបានសោះហាហាហានៅក្នុងសម័យថ្មីការជ្រើសរើសប្រើ scrap ដ៏ឆ្លាតវៃគឺការប្រើជាមួយនឹង scrap ដែលមានរូបមន្តផ្សំមកពីអំបិលដោយសារតែវាមានផលចំណេញច្រើនចំណេញទាំងលុយពេលវេលាហើយសំខាន់គឺទទួលបានលទ្ធផលខ្ពស់ខ្លាំងមែនទែន scrap យ៉ាសកាអ្នកណាមិនល្បីប្រើទៅល្អបានផលពិតចំណាយពេលត្រឹមតែ3ទៅ5នាទីទេឥឡូវនេះគឺមាន tip ពិសេសទៀតប្រើលាយជាមួយនឹងប្រេងបានផលចំណេញកើនឡើងគុណទ្វេដងតែម្ដងមិនឲ្យចំណេញមិនពីមុខនេះសិតសឹងតែមានអត្ថប្រយោជន៍ច្រើនហើយគុណភាពខ្ពស់ខ្លាំងមែនទែនប្រើលាយបញ្ចូលគ្នាបែបនេះផលចំណេញកើនឡើងទ្វេដងតែម្ដងងាយស្រួលខ្លាំងគ្រាន់តែធ្វើការផ្សំទឹកនៅលើស្បែកយកពីមុខនេះម៉ាស្សានៅលើស្បែកថ្នមរយៈពេល3ទៅ5នាទីពេលដែលសាច់ scrap ប៉ះជាមួយនឹងទឹកប៉ះជាមួយនឹងប្រេងកាន់តែទន់ងាយស្រួលក្នុងការរលាយចូលទៅសម្អាតរន្ធញើសរបស់យើងបានស្អាតខ្លាំងមែនទែនសម្រួលកោសិកាចាស់ក្រិនក្រឹមនៅលើស្បែកបានល្អខ្លាំងមែនទែនតែគាត់មានបញ្ហាមុនខ្នងមុនទ្រងតាក់ទងជាមួយនឹងបញ្ហាស្នាមច្រាលឬក៏មានបញ្ហាធំសាខ្លួនសាឃ្លីអាចប្រើប្រាស់ជាមួយនឹង scrap បូករុំជាមួយនឹងប្រេងយ៉ាសកាជួយបានល្អខ្លាំងមែនទែនសភាពសាច់ scrap ខាប់ល្មុតនៅពេលដែលប៉ះជាមួយនឹងប្រេងគឺប្រសិនណាបានខ្ពស់ធ្វើឲ្យស្បែករបស់យើងចេញមកគឺកឡូកឡា skin តែម្ដងក្រិនក្រឹមស្នាមនៅលើស្បែកបាត់ល្អខ្លាំងដូចគេបេះអញ្ចឹងប្រើប្រាស់ scrap បូករុំជាមួយនឹងប្រេងយ៉ាសកាឃើញថាផលចំណេញច្រើនខ្លាំងមែនទែនស្បែកកឡូកឡា skin សមកថ្លាជាងមុនទ្វេដងបរិមាណ scrap វិញគឺកើនឡើងសឺតៗមកមាន scrap តែមួយទេដល់ពេលថែមជាមួយនឹងប្រេងអញ្ចឹងទៅដូចមាន3កំប៉ុងអញ្ចឹងហើយនិយាយពីការចំណេញពេលវិញគឺចំណេញខ្លាំងតែម្ដងព្រោះដោយសារចំណាយពេលតែ3ទៅ5នាទីទេស្បែកស្អាតភ្លាមតែម្ដងបើថាលាបលេវិញចូលផ្លុកឆាប់ថ្លៃឆាប់សខ្លាំងតែម្ដងមេគ្រូសាវ័យក្មេងត្រកូលឈិនឆាងអានមកលេងឈប់សិនជីនេះមិនមែនជាមេគ្រូសាវ័យក្មេងគ្មានបានការនៃត្រកូលឈិនចាំនៅត្រង់នេះសិនទៅចាំពេលណាយើងមានអារម្មណ៍ល្អចាំចូលទៅរីកាប្រាប់ត្រូវហើយមេគ្រូសាវ័យក្មេងរបស់យើងកំពុងតែទទួលភ្ញៀវកិត្តិយសចាំពេលទំនេរគេច្បាស់ជាឲ្យអញចូលជួបមិនខានអញហ៊ានវីមនុស្សផងបើមិនចង់ស្លាប់ទេថយចេញទៅហេអាល្អិតនេះពិតជាមិនចេះខ្លាចក្រែងច្បាប់ទម្លាប់មែនល្អថ្ងៃនេះយើងនឹងតំណាងឲ្យចាស់ទុំនៃត្រកូលឈិនប្រដៅគេឲ្យបានល្អម្ដងគួរឲ្យអស់សំណើចមែនចាំមើលតើអ្នកណាហ៊ានតំណាងឲ្យត្រកូលឈិនមកប្រដៅយើងនោះមកបានល្អឈិនឆាងអានលុតជង្គង់ចុះយើងប្រាប់ឲ្យឯងលុតជង្គង់ណែកុំមកធ្វើជាខ្លងនឹងកូននៅទីនេះហេហ៊ានវីធ្វើបាបមនុស្សផងអញពិតជាក្លាហានមែនបើក្នុងពេលដែលឈិនស្វៀនថងមិនអាចប្រដៅឯងបានទៅហើយអញ្ចឹងយើងថ្ងៃនេះនឹងប្រដៅឯងជំនួសគេត្រឹមតែឯងសោះនឹងនៅចង់ឲ្យយើងលុតជង្គង់ទៀតឬឯងត្រឹមតែជាមេគ្រូសាលំដាប់ទី2តូចតាចសោះហ៊ានចង់មកតំណាងឲ្យមេគ្រូសាលំដាប់ទី1ត្រកូលឈិនប្រដៅមនុស្សហឺតើអ្នកណាផ្ដោមុខមាត់ឲ្យឯងហើយនៅមានទៀតត្រឹមតែជាអ្នកបំរើសោះក៏ចង់មករ៉ារាំងយើងដែរឬមិនទេវាឲ្យស្លាប់ចាត់ទុកថាយើងនៅមានចិត្តមេត្តាហើយមិនបាច់និយាយច្រើនទេយើងគឺមកដើម្បីដាច់ពាក្យហួសហេតុពេកហើយចិនឆាងអានអញពិតជាគ្មានសុជីវធម៌មែនយ៉ាងម៉េចចាស់ទុំគ្រូសាចិនឯងមិនដែលបង្រៀនអញទេហ៎ពីពាក្យថាសុជីវធម៌ទាំងពីរម៉ាត់ហ្នឹងសុជីវធម៌ហើយកំឡុងម្នាក់នេះមានសុជីវធម៌ណាស់ទៅហើយមេគ្រូសាគូកុំធ្វើឲ្យយើងលំបាកមើលមុខគ្នាអីសម្បត្តិអាពីពីក៏ហែកចោលបាត់ទៅហើយថ្មវិញ្ញាណ3លានដុំដែលខ្ញុំឲ្យលោកកាលពីមុនប្រញាប់ប្រគល់វាមកវិញមកចិនឆាងអានដល់ក្រអឹកក្រទុំម្នាក់នេះខ្លាចតែទុកគេលេងជាប់ទេពុកនេះកំឡោះជន់នេះល្អមើលមែននគរតាចៅដ៏តូចទាបមួយនេះ
មានគ្រួសារដែលគេហៅថាលំដាប់កំពូលពិតជាអស្ចារ្យមែនពិតជាធ្វើឲ្យខ្ញុំបើកភ្នែកធំមែនហះកង្កែបក្នុងអណ្ដូងនៅក្នុងកូតាជើនេះធ្វើសុកធំមិនអីទេតែបើនៅឯដែនដីសក្ការៈវិញខ្លាចតែស្លាប់ដោយមិនដឹងខ្លួនផងក៏មិនដឹងហាហាហាអ្នកណាអត់សិលធំម្លេះចង់ខ្សែក្រវ៉ាត់មិនតឹងជ្រុះហ่าអីនឹងមកហាហាហាខ្លាំធំមែនចិនឆាងអានអញដឹងទេថាគេជាអ្នកណាគេគឺជាអ្នកមកពីដែនដីសក្ការៈគ្រួសារធំទាំង4នេះកំឡោះគ្រួសារជនថែមទាំងជាកូនប្រុសរបស់ស្ដេចសក្ការៈទៀតផងអញនិយាយបែបនេះអញមិនចង់រស់ទេមែនទេខ្លាចហើយមែនទេសម្ដីអញអំបញ្ញមិញនេះបានប្រមាថដល់ខ្ញុំហើយអញចង់អង្គុយចាំសេចក្តីស្លាប់ដោយស្រួលឬក៏ចង់ក្រាបសំពះអង្គរហើយរំពឹងថាខ្ញុំអាចទុកជីវិតតូចទាបរបស់ឯងមួយនេះត្រឹមជាកូនប្រុសរបស់ស្ដេចសក្ការៈសោះនៅក្នុងតំបន់ចុងជើទាំងមូលសុទ្ធតែជាអត្ថិភាពដ៏ខ្ពង់ខ្ពស់ចំណែកឯងវិញបែរជាមកចេញមុខជួយគ្រួសារតូចតាចមួយទៅវិញមើលទៅឋានៈរបស់ឯងក៏ទាបតូចណាស់ដែរបើសិនជាកូនប្រុសរបស់ស្ដេចសក្ការៈដ៏ខ្ពង់ខ្ពស់មែននោះច្បាស់ជាមិនបន្ទាបខ្លួនមកទីនេះទេមកធ្វើសុខធំបង្ហាញកាយវិការក្រអឺតក្រទុំបែបនេះឡើយខ្ញុំខ្លាចតែឯងនៅឯដែនដីសក្ការៈគឺជាមនុស្សដែលសំបីតែឪពុកម្ដាយបង្កើតក៏មិនចង់មើលមុខសំបីមួយផ្លែតផងទើបឯងមករកកន្លែងនេះដើម្បីទទួលបានការលើកជើងពីរាប់មិនអស់និងបង្ហាញពីសេចក្តីថ្លៃថ្នូរដ៏គួរឲ្យសង្វេគរបស់ឯងចិនឆាងអានថ្ងៃនេះមាននីកំឡោះជន់នៅទីនេះមិនអនុញ្ញាតឲ្យឯងមកធ្វើឈ្គួតទេពិតមកទៅខ្ញុំមិនទាន់និយាយចប់ទេខ្ញុំជាកង្កែបក្នុងអណ្ដូងក៏ប្រសើរជាងមនុស្សដែលត្រូវគេស្អប់ពើមដូចជាសម្រាមដែរឯងថែមទាំងជាសម្រាមដ៏ខ្វក់ថែមទាំងស្អុយរលួយទៀតផងទោះបីជាកូនប្រុសស្ដេចសក្ការៈក៏ដោយក៏មិនលើកលែងដែរឪពុកម្ដាយមិនស្រឡាញ់បងប្អូនចាត់ទុកឯងជារឿងគួរឲ្យខ្មាស់អៀនឯងមកអង្គតាជើនេះខ្លាចតែពួកគេចង់ឲ្យឯងស្លាប់នៅទីនេះផងក៏មិនដឹងអាល្អឆាងអាននេះមិនក៏ចេះនិយាយម្លេះថ្ងៃនេះមើលទៅថ្ងៃនេះច្បាស់ជាចង់តាំងជាមួយគ្រួសារដែនដីសក្ការៈហើយល្អខ្លាំងណាស់មិននឹកស្មានថាមានអ្នកហ៊ានញុះញង់អំណាចរបស់ជនអូជៀននេះសោះហ៎ខ្ញុំនឹងឲ្យឯងដឹងថាមាត់មួយនេះរបស់ឯងនឹងផ្ដល់ឲ្យឯងនឹងគ្រួសារចិននៅពីក្រោយខ្នងឯងនៅសុបិនអាក្រក់នៃការបំផ្លាញត្រកូលមិនខានហ៎មនុស្សកម្រិតទី10នៃក្បាច់គុណស៊ុកលែម្នាក់ក៏ហ៊ានមកលោតកញ្ឆេងនៅទីនេះដែរខ្ញុំនឹងហែកសាច់ឯងមួយដុំម្ដងទាញឆ្អឹងឯងបំបាក់ជាចម្រៀកយ៉ាងយឺតនេះកំឡោះជន់បង្ហាញធ្វើដៃឲ្យគេមើលបន្តិចទៅអាមនុស្សគ្មានបានការមិនស្គាល់ស្លាប់រស់ឈប់សិនពួកឯងថ្លើមធំណាស់ណោះឆាប់ដាក់នីកំឡោះយើងចុះភ្លាមគេអាចខ្លាចជាខ្លាំងបែបនេះដោយរបៀបណាគេអាចវាឈ្នះមនុស្សគ្រួសារជនយ៉ាងងាយស្រួលបែបនេះឆាងអានឈួតមែនទែនហើយសូម្បីតែនីកំឡោះគ្រួសារជនក៏ហ៊ានប្រមាថដែរដោះលែងគេភ្លាមឬមួយក៏ពួកឯងចង់ធ្វើសង្គ្រាមជាមួយគ្រួសារជនយើងមែនទេដោះលែងគេភ្លាមចង់ប្រយុទ្ធជាមួយគ្រួសារជនឯងនឹងមានតែអ្នកធំទេដែលអាចចំណែកឯងសាមញ្ញគឺគ្មានសិទ្ធិទេយ៉ាងម៉េចលោកម្ចាស់បើគ្រួសារជនប្រកាសសង្គ្រាមមែនតើគ្រួសារចិនយើងអាចទប់ទល់បានទេបើគេមិនប៉ះពាល់ខ្ញុំក៏មិនប៉ះពាល់គេតែបើគេចង់ប៉ងយាយខ្ញុំច្បាស់ជាកំចាត់ចោលមិនខានចាស់ទុំជួយខ្ញុំផងដោះលែងគេបើមិនដូច្នោះទេឯងលោកម្ចាស់ទី9លាក់អំណាចមែនណារឿងតូចតាចទេកិច្ចសន្យាអាពាហ៍ពិពាហ៍រវាងខ្ញុំនិងគូឈីងឈើត្រូវបានលុបចោលហើយរបស់ដែលខ្ញុំត្រូវការប្រគល់វាមកវិញមកអាហ្នឹងអូខេនិយាយគ្នាស្រួលណាស់ឆាប់មកនេះមកយករបស់របរដែលនីកំឡោះចិនលបបានផ្ញើមកផ្ទះយើងយកមកទាំងអស់មកទុកនៅទីនេះហើយចុះទៅវិញទៅនីកំឡោះចិនអញ្ជើញចាត់ចែងតាមសប្បាយចុះ
ពួកគេសម្លាប់មនុស្សគ្រួសារជនហើយបើសិនជាគ្រួសារជនដឹងតើយើងគួរធ្វើយ៉ាងណាទៅគ្រួសារជននេះប្រហែលជាទម្លាក់កំហុសមកលើគ្រួសារយើងទេដឹងហ៎ឥឡូវនៅមានមុខមកសួរខ្ញុំពីរឿងនេះទៀតមកពីនាងទាំងអស់ហ្នឹងបើមិនមែនមកពីនាងកាលពីមុនចេះចង់កប់គុណអានោះឈ្មោះអីគេជនអូជៀនទេតើគ្រួសារគូយើងអាចធ្លាក់ខ្លួនដល់ថ្នាក់នេះដែរទេឥឡូវឃើញទេធ្វើឲ្យគ្រួសារចិនខឹងថែមទាំងធ្វើឲ្យគ្រួសារជនខឹងទៀតនាងធ្វើឲ្យខ្ញុំខឹងចង់ស្លាប់ហើយនាងឯងនាងជាមនុស្សស្រីល្ងងខ្លៅម្នាក់បើខ្ញុំមិនយកធនធានពីគ្រួសារចិនទេតើលោកអាចឡើងដល់កម្រិតធានបានទេនាងនៅហ៊ានមកវាខ្ញុំទៀតបានហើយជប់និយាយទៅគ្រប់គ្រាន់ហើយចុះពួកយើងឥឡូវគួរធ្វើយ៉ាងណាទៅធ្វើយ៉ាងម៉េចអាចធ្វើយ៉ាងម៉េចបានទៀតស្ថានភាពពេលនេះយើងបានប្រមាថគ្រួសារចិនទាំងស្រុងទៅហើយសង្ស័យតែត្រូវប្រថុយសំណាងតោងជើងគ្រួសារជនឲ្យជាប់ហើយតោងជើងគ្រួសារជនឲ្យជាប់យកពងឆាងអានចិញ្ចៀននេះអញទុកចុះអញមានចិត្តបែបនេះខ្ញុំត្រេកអរខ្លាំងណាស់ទៅហើយគ្រួសារយើងនៅមានលុយច្រើនណាស់មិនទាន់ដល់វេនអញខ្វាយខ្វល់ទេមេគ្រួសារក្នុងរយៈពេល1ឆ្នាំនេះដើម្បីតាមរកខ្ញុំគ្រួសារបានចំណាយកម្លាំងនិងធនធានជាច្រើននេះឆាងអានរឿងរបស់អញនៅគ្រួសារគូចៅបានប្រាប់ខ្ញុំអស់ហើយគឺជាឆាងអានដែលធ្វេសប្រហែសសូមមេគ្រួសារដាក់ទោសអញធ្វើបានល្អណាស់ចាប់ពីពេលនេះទៅអញអាចពង្រីកភាពក្លាហានរបស់អញបានចង់ធ្វើអ្វីក៏ធ្វើទៅទោះបីជាគ្រួសារជនហ៊ានមកយើងនឹងឲ្យពួកគេបានឃើញពីភាពអស្ចារ្យនៃខ្សែស្រឡាយស្ទេចផែនដីគ្រួសារចិនយើងមិនខ្លាចថាមានថ្ងៃមួយខ្ញុំទម្លុះមេឃានេះទេហាហាហាបើដូច្នោះមែនគ្រួសារចិនយើងក៏អាចប៉ះពាល់បានដែរអ្នកហាត់គុណដូចពួកយើងមិនជឿលើមេឃាមិនទុកចិត្តលើព្រំលិខិតទេវត្ថុទាំងពួងមិនអាចមករ៉ារ៉ាំងយើងបានឡើយហើយក៏មិនអាចមកបញ្ជាបេះដូងយើងបានដែរព្រះជាម្ចាស់រឹតតែមិនអាចធ្វើឲ្យយើងអិនក្បាលបានទៅទៀតមេគ្រួសារមានរឿងមិនស្រួលហើយមេគ្រួសារមានរឿងមិនស្រួលហើយមេគ្រួសារអីកាត់ឡើងនិយាយសន្សឹមមកបាទមេគ្រួសារនីកំឡោះគ្រួសារធំទាំង3ទៀតនៅក្នុងរាជធានីគ្រួសារលីវគ្រួសារវ៉ាងនិងគ្រួសារអ៊ូបានប្រកាសរួចហើយថាដាច់ទំនាក់ទំនងរកស៊ីជាមួយយើងបាទនៅមានរាជវង្សទៀតរាជវង្សក៏បានចេញសេចក្តីប្រកាសដែរថាទង្វើទាំងអស់របស់គ្រួសារចិនយើងមិនពាក់ព័ន្ធនឹងនគរតាជៅទេមិនមែនថាគ្រួសារគូមានសកម្មភាពអ្វីនោះទេគេថាដំណឹងចេញពីគ្រួសារគូឈីងឈឹងនិងជុនអូជៀនបានក្លាយជាប្តីប្រពន្ធនឹងគ្នាទៅហើយពួកគេទាំងពីរក៏បានភ្ជាប់ពាក្យនឹងគ្នាទៀតផងពួកគេថែមទាំងនិយាយថានីកំឡោះយើងដោយសារតែសេចក្តីស្រឡាញ់និយាយមកស្រឡាញ់ខ្លាយជាគំនុំសម្រាប់ជុនអូជៀនមិននឹកស្មានថាគ្រួសារគូនេះជ្រើសរើសការខុសរហូតដល់ទីបញ្ចប់សោះជាងមកសុំការអត់អន់ពីយើងប្រហែលជាពួកគេចង់ឲ្យរាជធានីទាំងមូលដាច់ទំនាក់ទំនងជាមួយគ្រួសារចិនយើងហើយស្រមោចមិនដេចអាចរំកើដើមឈើធំបានទៅក្បាច់បំផ្លាញលោកាក្បាច់ទី1សម្រាប់មួយរំពេចក្បាច់ទី2កាត់បំពង់ក្បាច់ទី3បំបែកមេឃានីកំឡោះសៀននៅសាលាគុណត្រូវគេធ្វើបាបហើយមេគ្រួសារប្រញាប់ឲ្យលោកទៅដោះស្រាយរឿងនេះភ្លាមខ្ញុំទៅមើលយឺឆ្អឹងរឹងមែនចិនសៀនគ្រួសារចិនអញចិត្តវិនិច្ឆ័យទៅហើយអញនៅតែក្រអឺតក្រទុំបែបនេះទៀតនឹងហើយគ្រាន់តែធ្ងន់វិញ្ញាណ100ដុំសោះប្រគល់វាមកបញ្ចប់រឿងទៅហើយថ្ងៃក្រោយពេលគ្រួសារចិនអញត្រូវវិនិច្ឆ័យសកលគ្រួសារយើងទាំង3ប្រហែលជានៅអាចរក្សាជីវិតអញបានបងធំខ្ញុំចិត្តត្រឡប់មកវិញហើយពួកឯងនៅហ៊ានវីទៀតបងធំអញហ่ะហាហាហាបងធំអញគឺចិនឆាងអានមែនទេខ្លួនគេសឹងតែយកខ្លួនមិនរួចទៅហើយនៅមកខ្វល់ពីអញទៀតពិតជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់នរណាថាមិនមែនទៅគេគ្រាន់តែជាមនុស្សមានឋានៈទាបតូចដ៏គួរឲ្យអាណិតម្នាក់ប៉ុណ្ណោះបិចក៏នៅហ៊ានបញ្ជូនចិនជៅទៅលួចសម្លាប់ជនអ៊ូជៀនទៀតធ្វើឲ្យគ្រួសារជនខឹងគ្រួសារចិនឯងតាំងពីលើដល់ក្រោមសំបីតែម្នាក់ក៏មិនទុកដែរគួរឲ្យអស់សំណើចមែនពួកឯងទោះបីជាគេបានស្ដារក្បាច់គុណឡើងវិញក៏ដោយយ៉ាងម៉េច
នៅពីក្រោយខ្នងយើងទាំង3នាក់គឺជារាជធានីដែលមានគ្រួសារធំទាំង3នៅពីក្រោយមានព្រះអង្គម្ចាស់ទី2ជាអ្នកការពារទៀតឯងអាចធ្វើយ៉ាងម៉េចដាក់ខ្ញុំបានថ្ងៃនេះទោះសម្រាប់ពួកឯងទាំង3នាក់ចោលក៏គ្រួសារឯងមិនហ៊ានបន្លឺសំឡេងសំបីមួយម៉ាត់ដែរឯងជឿទេអ្នកណាហ៊ាននិយាយធំដល់ថ្នាក់នេះបងធំនេះមិនមែនជានីកំឡោះចិនដែលគេក្បត់នោះទេនីកំឡោះចិនមែនទេឯងមិនប្រញាប់រត់ពួនទេមកទីនេះធ្វើអ្វីពួកឯងមានបណ្ដាំចុងក្រោយទេហាក្រអើបក៏ទុំណាស់ណោះចិនឆាងអានឯងមិនមែនអស់ក្បាច់គុណហើយទេអីនៅចង់មកបន្លាចពួកយើងទៀតបងអូនដែលលើអត់ស្ក្រាប់អំបិលរ៉ែសមុទ្រនោះគឺស្ក្រាប់របស់យ៉ាសកានឹងឯងបងអូនគឺជាប្រភេទស្ក្រាប់អំបិលរ៉ែសមុទ្រដែលមានសមត្ថភាពជួយទៅជំរុះកោសិកាចាស់បំបត្តិក្លិនខ្លួនក្លិនក្លៀកនិងស្នាមក្រិនគ្រើមបានល្អខ្លាំងមែនតើហើយបើសិនជាបងអូនបានប្រើជាមួយនឹងប្រេងកូជីចាក់លាជាមួយនឹងស្ក្រាប់យ៉ាសកាថែមទៀតប្រសិទ្ធភាពគុណភាពរបស់ស្ក្រាប់កាន់តែកើនឡើងទ្វេដងតែម្ដងពីព្រោះថាប្រេងកូជីគឺជួយទៅលើបញ្ហាស្បែកមិនថាស្នាមក្រិនគ្រើមស្នាមសង្វាស្បែកស្ងួតស្បែកគ្រើមអីនោះទេចឹងហើយទៅពេលដែលបងអូនយកប្រេងចាក់លាជាមួយនឹងស្ក្រាប់ប្រសិទ្ធភាពគុណភាពគឺកាន់តែកើនឡើងទ្វេដងហើយឆាប់ឃើញផលលឿនខ្លាំងមែនតើមុននឹងធ្វើការស្ក្រាប់បងអូនត្រូវតែផ្សើមខ្លួនជាមួយនឹងទឹកឲ្យជោគសិនកាន់តែចូលកាលណាសាច់ស្ក្រាប់របស់យ៉ាសកាកាន់តែបញ្ចេញប្រសិទ្ធភាពបងអូនយកស្ក្រាប់ដែលលាយជាមួយនឹងប្រេងយកមកម៉ាស្សាលើខ្លួនថ្នមតាមកញ្ញោដៃកញ្ញោជើងឬក៏កន្លែងណាដែលមានស្នាមក្រិនគ្រើមម៉ាស្សាថ្នមត្រឹមតែ3ទៅ5នាទីបានហើយបងអូនឲ្យលាងទឹកចេញមកស្បែកគឺថាអូយឲ្យអ៊ូយហ្មងតុនក៏តុនរលោងក៏រលោងភ្លឺថ្លាហើយមានសំណើមតែម្ដងបើនិយាយពីអ្នកមានបញ្ហាក្លិនខ្លួនក្លិនក្លៀកវិញណាប្រើស្ក្រាប់យ៉ាសកាជាមួយនឹងប្រេងកូជីតែម្ដងហើយគឺឃើញផលពិតមកអន់បញ្ហាក្លិនខ្លួនក្លិនក្លៀកហើយអន់បញ្ហាស្នាមសង្វាស្នាមក្រិនគ្រើមបានលឿនថែមទៀតមិនចាំបាច់ប្រើច្រើនដងទៅឃើញប្រសិទ្ធភាពទេជាមួយនឹងស្ក្រាប់ហើយនឹងប្រេងយ៉ាសកាប្រើតែម្ដងគឺឃើញប្រសិទ្ធភាពភ្លាមចំណាយពេលវេលាក៏តិចបានផលក៏លឿនទៀត